不及血缘永别。意中人，水中月，闭上眼，深情丝沾满指尖。风花残，风飘散，化成迷彩相伴，东南岸。飞燕来，雨徘徊，将缠绵和笑颜变成纪念。用潮涌思绪凝结成一页，跟中风多遥远。谈一句离别，谈结局无解，不由宿命能何必听见？沧海桑田，难改日月，你已甘愿化枯谢，一别生为尘，等于留一生浓浓情念，难相思负担眉间。是命很险，映照明月，何日再见？លោកគ្រូពេទ្យកើពូកែមែនត្រឹមតែបជាសាស្ត្រជាថាកំមនឹងសល់ស្នាមទេកំអត់លើកនេះទៀតមិនក៏នៅតែបោះត្រាផ្កានេះឃើញស្រឡាក់មែនទេនឹងក្តៅហើយអ្នកនាងប្រុសតូចភាពខ្លួនឯងសមពិនិត្យអ្នកកុំឲ្យពេលអ្នកប្រុសតូចអ្នកនាងឈឺវិញខ្ញុំគិតគេបាក់គេក្តៅឡើងវិញខ្ញុំអញ្ជើញមិនបានជាតិពឹសមិនតន់អស់មែនទេអូក៏មិនអីក្នុងខ្លួនជាតិពឹសទេគ្រាន់តែសោយត្រូវខ្យល់ត្រជាក់នឹងងាយឈឺទូបង្គំបានចេញថ្នាំទៀមថ្នាំសានជីវដដែលសម្រាប់ហើយរំខានដល់នាងឡើយត្រង់មានកាយខ្ញុំមកមើលគុណកើគេបានធូរហើយនៅខ្ញុំបានធូរច្រើនហើយត្រង់មានចេតនាប្រកាសជាមិនមែនទេនៅតែមានស្នាមនៅឡើយខ្ញុំឲ្យលោកកើរៀបចំថ្នាំម្នាងហើយស្រឡាក់នេះអាចនឹងឆាប់បានមិនអីទេប្រហែលព្រមលិខិតកំណត់ហើយដូចតែគ្នាហ្នឹងដូចតែគ្នាមិនអាក្រក់ទេណែមិនអាក្រក់មិនថាស្អាតហេគេស្អាតមែនទេម៉ងស្រីគុណកើតដឹងខ្លួនហើយខ្ញុំទៅហៅលោកកើសិនហើយនៅនេះហ្វូកុំបារម្ភអីអ្នកប្រុសតូចជាវិញហើយថែទាំសុខភាពបន្ថែមទៀតមិនយូរទេអាចដូចដើមវិញហើយប្រសើរណាស់ម៉ងស្រីខ្ញុំនៅតែពិបាកក្នុងខ្លួនឆ្លាតប្រហែលថ្ងៃទៀតលេងអីហើយគុណកើពេលឯងនឹងបងស្រីមានលីចេញទៅខាងក្រៅបានជួបនរណាខ្លះហើយហូបរបស់អីខ្លះបាត់មែនហើយកូនក្រនឹកមើលកូនកើស្ករចកាសុំជឿយឺតចាំទិះស្ករចកាអីឲ្យខ្ញុំមកចកាមកយកអារៀងធំជាងគេបាទអេកូនកើកូនកើគេសេះ
អីក៏អូនមិននិយាយប្រាប់បង ព្រោះអីមានអំប្រុសម្នាក់ប្រាប់ខ្ញុំថាកុំយករឿងដែលមើលឃើញទៅប្រាប់អ្នកណាអើកូនអំប្រុស មិនអីទេ នេះជារទេះសេះអំប្រុសហ៎ ត្រូវហើយណែយកទៅថ្ងៃនេះឯងបានឃើញអីកុំប្រាប់អ្នកណាឲ្យសោះ កូនកាហើយកូនកាឯងដើរទៅដល់ណាខ្ញុំភ័យសឹងស្លាប់ទៅហើយ ខ្ញុំខុសហើយបងស្រី ថ្ងៃក្រោយកំដៅផ្ដេសផ្ដាស់ទៀត មិនខុសទេក្នុងស្ករគ្រាប់មានថ្នាំស្លាប់3ថ្ងៃ អញ្ចឹងតាថ្ងៃនោះកូនក៏ឲ្យខ្ញុំហូបមួយគ្រាប់ដែរតែខ្ញុំមានកន្ទួល នៅនាងហ្វូនៅនាងហូបតែមួយគ្រាប់នៅនាងជាមនុស្សធំទើបអាការៈមិនធ្ងន់ធ្ងរប៉ុន្តែបើជាកូនក្មេងភាគច្រើនអាចនឹងស្លាប់បាន គេជាអ្នកណាហេតុអីក៏ឲ្យឆ្នាំពុលមកកូនកើ មកពីគូនកើមើលទៅអ្វីដែលមិនគួរឃើញតាមការរៀបរាប់របស់អ្នកបរទេសគេថាកន្លែងបញ្ជូនតំណែងកាលពីលើកមុនគឺនៅម្ដុំនេះ 是你很鲜花的映照里落叶，何日才将其？是你很鲜花的映照里落叶，何日才将其？ ទីនេះពិតជាកន្លែងអាថ៌កំបាំងកុំតែកូនកើមនុស្សធម្មតារកមិនឃើញទេ ជាអ្វីតែ គឺស្ពនធរនិងកំទេចថ្មនីត្រាត ស្ប៉ុនធននឹងនេះត្រានមានគេកំពុងតែធ្វើរំសាយផ្ទុំ បងស្រីពួកយើងទៅរាជធានីវិញណា មិនហើយញ៉ាំម៉ែចង់ទៅលេងទីនេះហើយ អូរាជធានីល្អជាងមានពុកម៉ែនៅភូមិឋានអ្វីក៏គ្មានដែរមានតែបងប្រុសម្នាក់កំដរខ្ញុំ សំដីផ្អែម ស្ករចកាឈ្ងុយឆ្ងាញ់ បងប្រុសខ្ញុំចង់ហូបស្កតចង្កាហី គិតគូរពីរឿងហូបទៀតហើយ ជប់សិន នៅមិនព្រមរៀងទៀត ស្ករចកា ចាំមកទៅទិញអើ ស្ករចង្កា តែបើខ្ញុំជាមនុស្សអាក្រក់គេជាមនុស្សល្អអញ្ចឹងបកកែរឿងហូប ណែប្រុស អើខ្ញុំមួយចង្កាក់មកអត់ទេ បាទ ពីរចង្កាក់ បាទសំខាន់តែស្រួលបាទ លោកមិនបានជាត្រូវនៅទីនេះគឺយ៉ាងម៉េចនៅទីស្ករចង្កាក់ទៀតចរិតនៅតែក្មេង ប្រមម្ចាស់ទើបតែមកពីណាប្រហែលថ្ងៃមុនមានការចេញពីរាជធានីទើបតែត្រឡប់មកវិញអញ្ចឹងអូនមិននិយាយច្រើនទេអូនមានការទៅធ្វើទៀតអោះបាទគុណកើយ៉ាងម៉េចហ្នឹង កូនកិននិយាយម្ដងទៀតម្នាក់មិញនេះដែលនិយាយជាមួយបងប្រុសណាគេជាអ្នកណាគេ គាត់ជាអំប្រុសដែលអាចស្គាល់ខ្ញុំថ្ងៃមុន ក្មួយតូចយកស្ករហូបទៅ អរគុណអំប្រុស មិនអីទេ នេះជារទេះសេះអំប្រុសហ៎ ណែយកទៅអស់ទៅ អរ ក្មួយ គុ តូ ណ ចថ្ងៃនេះអញមើលឃើញអ្វីកុំប្រាប់អ្នកណាឲ្យសោះណាបានទេ បានហើយវិនយឺតប្រយ័ត្នដួលណាលោកអ៊ំ បងចដូនមួយ វិន
វិនអើបានធូរច្រើនហើយអាចចេញមកបង្ហោះខ្លែងបានក ុំតែបានពុករកគ្រូពេទ្យពូកែម្នាក់មកមើលខ្ញុំហប់ថ្នាំល្វីងច្រើនមុខណាស់ពេលនេះសុខភាពខ្ញុំល្អជាងមុនច្រើនណាស់ បញ្ចឹងខំថែសុខភាពទៅពេលដែលអញជាចាំបងនាំអញទៅជាសេះ បាទខ្ញុំប្រកាសជាខំផឹកថ្នាំសម្រាប់ឲ្យបានច្រើនខ្ញុំ ឆាប់ឡើងវិនអើថ្ងៃនេះកូនលេងនៅខាងក្រៅយូរហើយទៅសម្រាប់បញ្ចុះណា ប៉ុន្តែ ក្រែងទើបតែនិយាយគ្នាហើយត្រូវសម្រាប់ឲ្យបានច្រើន ដឹងហើយ ចូលក្នុងទៅមើលទៅសុខភាពវិនអើបានប្រសើរច្រើនហើយឡំរកបានលីធានខួយនិងហ៊ុយលីឆុងឲ្យមែនទេ ទេវតាពិតជាប្រទានស្ដេចថ្នាំមែនថ្នាំដែលគេត្រូវការព្យាបាលតែប្រមាណលើកពិនអើក៏បានធូរច្រើនជាងមុនឲ្យតែបែបនេះរហូតមិនយូរទេនឹងជាសះស្បើយហើយព្រះអម្ចាស់មកថ្ងៃនេះមានការអីពេលកងការពិសាមាសពិនិត្យមើលឃ្លាំងរាជការឃើញថាបាត់របស់មួយចំនួនពីដើមមកលោកមិនចូលចិត្តខ្សាច់នៅក្នុងភ្នែកបើសិនជាលោកដឹងរឿងប្រកាសជារាយការណ៍ទៅថ្នាក់លើហើយបើសិនជាមានរឿងបែបនេះមែនអ៊ំគ្មានការអនុគ្រោះទេប្រសិនណាលោកបើសិនជាលោកដឹងរឿងអ្វីមួយអាចប្រាប់ខ្ញុំក៏បានដែរពួកយើងដោះស្រាយជាមួយគ្នាល្អសិជាថ្ងៃស្អែកអញប្រកាសរឿងលាងភ្នំនៅភូមិហងអគារដឹងថាមានកសិករម្នាក់ដើរកាត់ដោយចែកដុនក៏បានឃើញលាងភ្នំនោះ ព្រះអម្ចាស់ធ្វើអញ្ចឹងដូចជាវាយស្មើនឹងអាលពោះ អាយ៉ាចំជាខួរក្បាលស្ទួកមែនព្រះម្ចាស់សង្ស័យថាមានគេប្រើប្រាស់លោកម្ចាស់តុងនេះគឺជាចេតនាច្បាស់កឡែត ព្រះមេដាទ្រង់ជ្រាបទេវិនអើមួយរយៈនេះបានធូរច្រើន មេដាដឹងអំប្រុសបុត្រឲ្យគេផ្ញើសារមកឲ្យទេវតាតាមថែរក្សា ថ្មីនេះព្រះមេដាមានប្រទានថ្នាំអ្វីដល់អំប្រុសទេ មិនមែនទេសូម្បីការប្រទានលើកមុនក៏អំប្រុសផ្ញើត្រឡប់មកវិញដែរ ហេតុអីទៅ ព្រះអម្ចាស់នាងខ្ញុំចេញពីឃ្លាំងផ្ញើជលុកម្ចាស់តុងនៅពេលដែលម្នាងទួតដឹងរឿងទ្រង់តែងតែរំអុកបង្ករឿងប្តឹងរាល់លើកព្រះអង្គទោះបីជាយល់ថាគ្មានអ្វីទាស់ខុសប៉ុន្តែពេលលោកម្ចាស់តុងដឹងហើយគាត់ប្រកល់ថ្នាំពីមុនមកវិញទាំងអស់សូមអ្នកម្នាងឈប់ផ្ញើថ្នាំទៅទៀត បានហើយជឺហួយ អំប្រុសគឺជាមនុស្សស្មោះត្រង់ណាស់ ត្រូវហើយមេដាចាំបានកាលពីក្មេងធ្លាប់ឈឺម្ដងអំប្រុសរបស់បុត្រសុកចិត្តតលីងកឲ្យទៀមកមួយខែរកបានប្រាក់មកព្យាបាលមេដាមិនព្រមដើរសុំទានគេទេ អំប្រុសគឺជាមនុស្សស្អាតស្អំអ្នកណាក៏ដឹងដែរ អំប្រុសរបស់បុត្រពិតមែនតែមិននិយាយតែក្នុងចិត្តស្រឡាញ់បងប្អូនណាឥឡូវបុត្រមកដល់រាជធានីជួបការលំបាកច្រើនមានរឿងអីឧស្សាហ៍ផ្ដាំអំប្រុសបញ្យលណែនាំជួយគ្នាទៅវិញទៅមក បុត្រយល់ហើយ ឆាប់ឡើង លោកម្ចាស់តុង ព្រះអម្ចាស់ ឈប់ហាត់ទៀតទៅ ព្រះអម្ចាស់ពិតជាមិនចង់ឲ្យទូមង្គមចូលរួមជ្រើសរើសទេ បើសិនជាហាត់ដូចជាអញអញ្ចឹងថ្ងៃជ្រើសរើសមានកម្លាំងឯណាទៅ ព្រះអម្ចាស់ នៅថ្ងៃប្រកួតពួកយើងប្រើអាវុធឈើទាំងអស់គ្នាលំពេញនេះគឺខ្ញុំបានធ្វើដោយផ្ទាល់ដៃ
សម្រាប់ឯងនៅពេលដែលឯងខ្លាចទៅជាមេក្រុមពិតប្រាកដហើយខ្ញុំនឹងយកលំពេញប្រាក់ឲ្យឯង ទូបង្គំយល់ហើយអរគុណណាស់ ឆាប់ទៅសម្រាប់ទៅ 是你喷血花的映照你容颜，何日才将成？是你喷血花的映照你容颜，何日才将起？ ព្រះអង្គម្ចាស់ស្ពាន់ធរនិងនីត្រាតបញ្ជូនទៅដល់ឃ្លាំងអង្គរមួយកន្លែងនៅភូមិហុងមានអាយុគ្រប់ពេល ខ្លំមើលបន្តទៀតយើងជឿថាពួកគេបន្ទុកចិត្តយករបស់ទាំងអស់នោះទៅដាក់នៅក្នុងឃ្លាំងកោទេ យល់ហើយប៉ុន្តែឥឡូវមានផតតាំងជាក់ស្ដែងបើចង់ចាប់លោកម្ចាស់តុងជាឱកាសល្អបំផុត ខ្ញុំចង់ទុកមើលច្បាស់សិនតាមពួកគេយកស្ពាន់ធននិងថ្មនីត្រាតនោះទៅក្នុងគោលបំណងអ្វី ប៉ុន្តែអូបន្លាយយូរពេកអាចត្រូវគេចាប់ប្រកាន់ថាអ្នកយាមលួចទ្រព្យខ្លួនឯងឥឡូវរាជឃ្លាំងបាត់សារធាតុហាមឃាត់ច្រើនណាស់អាចមានអ្នកខ្លះនិយាយថាមេដឹកនាំកងទ័ពស្លាកមាសគឺជាក្មួយប្រុសរបស់លោកម្ចាស់តុងចេះតែបណ្ដោយធ្វើតាមចិត្ត ចាប់តាំងពីសម្បត្តិយកមកដាក់នៅមាត់ទ្វារសំណាក់របស់ខ្ញុំពិបាកសម្រេចចិត្តរួចទៅហើយ ពួកគេប្រើប្រាស់លោកម្ចាស់តុងដើម្បីចងជើងព្រះអង្គម្ចាស់ អាយានថាឯងកំពុងតែបង្កើតម៉ូដថ្មីតាមពិតមកសង្កត់នៅទីនេះសោះអ្នកគ្រូចង់បោះត្រានៅលើថ្ងាសរបស់ឯងធានាថាកាន់តែស្អាតជាងមុន អរគុណអ្នកគ្រូអ្នកគ្រូមករយៈនេះហេតុអីអ្នកគ្រូមិនសូវនៅទៀម កន្លែងធ្វើការពីមុនមានបញ្ហាបន្តិចបន្តួចអ្នកគ្រូព្យាយាមរកកន្លែងថ្មីចង់សាងសង់ទៀមថ្មីតែម្ដង អ្នកគ្រូទៅភូមិហុងឯងថ្ងៃមុនឃើញក្នុងរបស់ស្រីម្នាក់ដូចជាអ្នកគ្រូខ្លាំងមែនតើ អញ្ចឹងហ៎បើអ្នកគ្រូទៅភូមិហុងរឿងអីមិនប្រាប់អញឲ្យដឹង មិនហើយអាចមកពីខ្ញុំនឹកអ្នកគ្រូពេកអ្នកគ្រូកងដៃនេះអ្នកគ្រូធ្វើផ្ទាល់ដៃមែនទេ មែនហើយចឹងម៉េច អត់មានអីទេគ្រាន់តែឃើញការរចនាខុសពីរបស់អ្នកដទៃ អ្នកគ្រូជាអ្នករចនាប្រកាសជាមិនដូចទម្រង់អ្នកដតីហើយ ចុះអ្នកដទៃគេអាចចម្លងតាមទេ អ្វីដែលអ្នកគ្រូធ្វើផ្ទាល់ដៃអ្នកណាអាចលួចចម្លងបានទៅនេះហើយជាលក្ខណៈពិសេសរបស់យូឥឡូវយើង តែកងដៃនេះវាមានអត្ថប្រយោជន៍ផ្សេងទៀតដែរទេ ចុងស្ដេចអាននិយាយអ្វីជាមួយអញត្រូវឬអត់ ស្ដេចអានខ្ញុំមិនស្គាល់ទេ កុំកុហកអ្នកគ្រូឮគេថាឯងជាមួយស្ដេចអាននិងស្ដេចស៊ូឧស្សាហ៍តាក់ទងគ្នាណាស់ ខ្ញុំនឹងគេរាប់អានគ្នាតែមិនអីផ្សេងទេ ចុងឋានៈពួកគេខុសនឹងយើងឆ្ងាយណាស់ពួកយើងគួរតែនៅឆ្ងាយពីពួកគេបន្តិចល្អជាង ព្រះអង្គម្ចាស់ហាត់អីមកទាំងមិនភ្លាមអត់ឆាប់ទេ គឺចែកដំឆ្លងកាត់ទីនេះ អត់ចាំទេ
តែថ្ងៃសិនទៅ អរគុណអរគុណណាស់ មិនអីទេមិនសមទេបានហើយត្រង់បានត្រឹមនិយាយពាក្យថាមិនអាក្រក់បានហើយគួនតែជាសះស្បើយហើយរត់លេងបានហើយតែឃើញស្គងនៅតែចង់ហងការពិតរឿងនេះមិនមែនជាកំហុសត្រង់ទេក៏មិនទោសខ្លួនឯងនិយាយទៅក៏ចម្លែកដែរពេលសង្ស័យខ្ញុំអានខ្លួនមេធំខ្ពស់ធ្វើបាបគេតាមចិត្តសួរចម្លែកឲ្យធ្វើទរណកម្ម នាងមិនហ៊ាននិយាយពាក្យទាំងអស់នេះជាមួយខ្ញុំចាំមើលលើក្រោយខ្ញុំនឹងសួរចម្លើយនាងឲ្យអស់ចិត្ត មិនបាច់ទេខ្ញុំចាស់គិតឡើងវិញហើយពីមុនត្រង់សួរខ្ញុំមកចាំនៅភូមិគ្រឹះសិង្ហគង់ដោយសារតែត្រង់ជឿជាក់លើខ្ញុំម្ចាស់ពីមុនអ្នកគ្រូមានការលំបាកតែទឹកចិត្តលោកម្ចាស់តង់ពួកខ្ញុំយកច្បាស់គាត់គ្មានចេតនាធ្វើបាបកូនកើអញ្ចឹងទេត្រង់ពិតជាលំបាកទាំងសងខាងហេតុអីមិននិយាយជាមួយលោកម្ចាស់តង់ដោយភាពស្មោះត្រង់ទៅកាលពីក្មេងបងស្រីចូលចិត្តស្រាវជ្រាវរឿងអស់គ្រាន់តែស្រាវជ្រាវមួយល្ងាចខ្ញុំលេងនឹងឈ្នះគាត់ទៅហើយគាត់គិតថាពេលណាឈ្នះគាត់បានខ្លាំងមកក៏រកវិធីយកឈ្នះគាត់ថាមកជាវិធីអី គឺកាប់កណ្ដាលអុកចឹង ហេតុអីក៏ត្រង់ដែរ ពីព្រោះវាត្រូវនឹងចរិតនាងសុខចិត្តសັບដើម្បីរស់ត្រូវសុខចិត្តសັບដើម្បីរស់អរគុណ ត្រង់លោកម្ចាស់តង់នៅពេលនេះហេ ពេលនេះខ្ញុំត្រូវអ៊ំប្រុសខ្ញុំប្រហែលជាគាត់សម្រាប់បាត់ទៅហើយ អញ្ចឹងតែពេលនេះក៏តែចង់ទៅទឹកគ្នាប្រយ័ត្នផ្ដាសាយធំចាំតិចនេះនេះ ងើបទៅវារហូត ផ្លឹកនេះត្រង់ទឹកនៅយូរអ៊ីឡៃសបតែរបស់ហូបនឹងឆ្នាំត្រជាក់ក៏ត្រង់ឲ្យដែរ ទៅចុះ បាទ អ្នកនាងពួកយើងទៅផ្ទះវិញឡើងសៀមមកទទួលខ្ញុំម្ចាស់ហើយ អ្នកនាងព្រះអង្គម្ចាស់យាងមកផ្ទះយើងចង់ជួបអ្នកនាងស្ដេចស៊ូចង់ជួបខ្ញុំគឺព្រះអង្គម្ចាស់ស្ដេចអានអ្នកបំរើទៅនងមកវិញហើយហ៎ អេអ្នកបំរើទៅសុំទោសថ្ងៃនោះប្រញាប់ពេកទៅភ្លេចណានក្រោយមកក៏ប្រញាប់ទៅភូមិឋានហុង មិនអីទេថ្ងៃនោះខ្ញុំចាំនាងមកផ្លែតអត់ឃើញនាងមកដឹងថានាងរវល់យ៉ាងម៉េចមានបញ្ហាកើតឡើងទេ
មិនអីទេដោះស្រាយបានហើយ អញ្ចឹងល្អ 鲜花的映照美容颜，何日才将这是灵魂鲜花的映照美容颜，何日才将 យ៉ាងម៉េចហ៎ត្រឡប់មកពីភូមិឋានហុងចេះគូបោះត្រាលើថ្ងាសទៀត អូគឺសត្វល្អិតវាខំសោះស្នាមហើយកកូនចឹងតែ ដើមឈើគង់តែមានភ្នែកគុជគង់តែមានប្រជ្រុយប៉ុន្តែនាងគូបោះត្រាបែបនេះរួចកាន់តែស្រស់ស្អាតជាងមុន ចង់លងគេក៏មិនគួរនិយាយពាក្យនឹងដែរហើយជួយថែមស្នាមឲ្យលោកចាស់ ហេមិនបាច់ទេហេយ៉ាងម៉េចមួយរយៈនេះមានរឿងល្អកើតឡើងហ៎ មិនក៏និយាយអញ្ចឹង ស្មានតែខ្ញុំមិនស្គាល់នាង មិនមែនជារឿងល្អអីទេពេលមុនខ្ញុំមានមិត្តភក្តិម្នាក់អ្នកផ្ទះគេតែងធ្វើខុសមិនអាចលើកលែងបានដំបងស្អប់គេណាស់តែពេលនេះខ្ញុំយល់ថាគេអាចដោះស្រាយបានហើយ ល្អហើយអញ្ចឹង ព្រះអង្គម្ចាស់ស្ដេចអាន លោកម្ចាស់ហ្វូមិនចាំបាច់គួរសមទេ ព្រះអង្គម្ចាស់មានកិច្ចការសំខាន់ទេ អូគ្មានកិច្ចការសំខាន់អីទេគ្រាន់តែមកសួរសុខទុក្ខដល់នាងទី យងព្រះអង្គម្ចាស់ស្គាល់យងដែរ 2ខ្ញុំនិងកូនស្រីលោកម្ចាស់ធ្លាប់ជួបគ្នាពីមុន កូនស្រីទូបង្គំរពឹសមាត់ឥតគម្រោងសង្ឃឹមថាមិនប៉ះពាល់ដល់ព្រះអង្គម្ចាស់ទេ អេលោកម្ចាស់គិតច្រើនពេកហើយនាងឆ្លៀវវៃគួរឲ្យស្រឡាញ់រឿងអីប៉ះពាល់ដល់ខ្ញុំ កូនស្រីក្នុងគ្រួសារតូចទៀបខ្វះការអប់រំបីដូចជាស្មៅដុះកណ្ដាលព្រៃជួនកាលទើបភ្នែកកថាបានมันអាចដុះក្នុងគ្រួសារអ្នកដែលខ្ពង់ខ្ពស់ទេ ខ្ញុំមានការរវល់ទៀតលាសិនហើយ សុំយាង លោកម្ចាស់ទៅតែផ្ដាច់ពាក្យជាមួយភូមិគ្រឹះស្ដេចស៊ីងទូព្រះអង្គម្ចាស់ស្ដេចអានក៏មកដល់ផ្ទះតែម្ដងកុំអាននិយាយស្ដេចអានគ្មានបំណងលើយងទោះមានបំណងលោកម្ចាស់បដិសេធធ្វើអីយងអាចធ្វើជាអ្នកមនាងស្ដេចអានគ្រួសារយើងកាន់តែខ្ពស់មុខមាត់ ខ្ពស់មុខខ្ពស់មាត់តើអូនធ្លាប់គិតទេពួកយើងខ្ពស់មុខខ្ពស់មាត់សំខាន់ឬមួយក៏សុខទុក្ខរបស់យងសំខាន់ជាង លោកម្ចាស់មានន័យថាម៉េចឬមួយស្ដេចអានហ៊ានយកជីវិតយងអូនមិនយល់ទេភូមិគ្រឹះស្ដេចស៊ីងទូនិងខ្សែរាជវង្សមិនមានទំនាក់ទំនងជ្រៅជ្រះបើយងអាចរៀបការចូលភូមិគ្រឹះស្ដេចស៊ីងទូគេនឹងសោយសុខជីវិតដល់ស្ដុកស្ដំមិនបាច់ផងខ្លួនក្នុងសង្គមដណ្ដើមអំណាចគ្នាទេប៉ុន្តែស្ដេចអានគឺខុសពីនោះ ស្ដេចអានគ្រាន់តែជាព្រះអង្គម្ចាស់ខ្ពង់ខ្ពស់ធ្វើខ្លួនទំនេរ ឆោតខ្លាំងណាស់ស្ដេចអានជាព្រះអនុជបង្ការរបស់ព្រះអង្គបើសិនជាទ្រង់ចង់ដណ្ដើមអំណាចទ្រង់គ្មានសិទ្ធិអ្វីទាំងអស់តាមចរិតរបស់យងទោះបីជាគេធ្វើអ្នកមនាងស្ដេចអានគេអាចមានគ្រោះថ្នាក់គ្រប់ពេលគ្រួសារយើងគ្មានអំណាចបនស័កធំដុំថ្ងៃក្រោយបើជួបបញ្ហាអ្វីទោះបីយើងចង់ជួយយងក៏ជួយមិនបានដែរអូនសម្លាញ់ឧស្សាហ៍ចេញដំណើរទៅខាងក្រៅព្យាយាមរកមើលមានអ្នកប្រុសណាដែលស័ក្តិសមនឹងគ្រួសារយើងសមនឹងយងទេ ដឹងហើយលោកម្ចាស់ ហើយកូនល្ងឿននេះចេះតែធ្វើឲ្យបារម្ភមែនហើយគេមិនសមនៅកន្លែងដែលមានរបៀបរៀបរយទេយើងធ្វើជាពុកម្ដាយខ្ញុំមិនចង់ឲ្យគេរៀបការរួចគ្រួសារខាងប្រុសចាំតែជួយយើងខ្ញុំបន់ឲ្យតែកូនរស់នៅបានសុខស្រួលទេ មែនហើយកុំគិតច្រើនពេក អ
បងស្រី បងដឹងថាឯងមកអញធ្វើអ្វីខុសឆ្គងទៀតហើយ អត់ទេធាតុអាកាសល្អទៅសប្បាយចិន បងដូចជាឮថាស្ដេចអានមកផ្ទះរបស់យើងឬមួយផ្ទះយើងខ្វះព្រះនាងម្ចាស់ម្នាក់បាច់ជាមានអ្នកម្នាងទៅវិញ បងស្រីនៅអត់តន់ស្គាល់ខ្ញុំទេខ្ញុំនឹងស្ដេចអានគឺជាមិត្តល្អម្យ៉ាងទៀតខ្ញុំមិនចង់ធ្វើជាអ្នកម្នាងទេហត់ហើយមានវិន័យច្រើនអាចត្រូវបងទាំងជីវិត និយាយមើលតឯងធ្លាប់ធ្វើជាអ្នកម្នាងអញ្ចឹង គឺធ្លាប់យល់សោះ យល់សពអី គ្មានអីទេកុំបារម្ភពីខ្ញុំអីណែបារម្ភពីខ្លួនឯងវិញទេបងសាកគិតមើលតាំងពីយើងមកពីភ្នំវិញកំឡោះច្រើនអ្នកណាស់កំពុងជួលជ្រើមកជួបបងដូច្នេះយ៉ាងយកកន្លះខែទៀតចំណាប់ផ្ទះយើងក៏ចំខ្ទេចហើយ និយាយតែផ្ដាស់ មិនមែនតែផ្ដាស់ទេបងខ្ញុំគួរឲ្យស្រឡាញ់យ៉ាងនេះអ្នកមកនឹងដឹងច្បាស់ជាតម្រង់ចូលភូមិហងខ្ញុំគិតមើលសិនម្នាក់នោះណែអ្នកអង្គម្ចាស់តូចអីនោះហេពេលអ្នកទាំងពីរបានជួបគ្នាបរិយាកាសប្លែក ខ្លាចពីរឿងអីគឺពីបាននិយាយគ្នាតា បងស្រីតាំងពីតូចដល់ធំបងមិនដាច់ចាញ់យ៉ាងណាទេមើលអ្នកទាំងពីរចាស់ម៉ាមិនមែនជាគូមិនមែនមកជួបគ្នាអញ្ចឹងទេ ចង្អើកុំរត់ណា ជីអើថ្ងៃនេះហៅអ៊ំមកដល់ព្រះដំណាក់មានកិច្ចការអីហ៎ស្ពនធថ្មនេះត្រានឡំដឹងឲ្យថាខ្ញុំកាន់តំណែងជាមេកងការពារស្លាកមាសប្រឆាំងនឹងអំពើពុករលួយម្នាក់នោះគេមករកល្អគឺចង់ភ្ជាប់ល្អខ្ញុំព្រះមេដាហើយនឹងវិនជាមួយគ្នាមែនទេជាដំបងមិនចង់ឲ្យពាក់ព័ន្ធជាមួយនរណាទើបបានជាដល់ពេលនេះទៅហើយអ្វីក៏ហួសពេលដែរខុសមួយជំហានខុសជារៀងរហូតគ្មានផ្លូវបកក្រោយទេប្រាប់ខ្ញុំមកអ្នកណាជាអ្នកបញ្ជាល្អមិនអាចប្រាប់បានទេធ្វើជាមន្ត្រីរាប់សិបឆ្នាំហើយបំពេញតួនាទីល្អអ្នកណាក៏ដឹងមិនដែលហ៊ានខ្ជិលច្រអូសប៉ុន្តែថ្ងៃនេះគេឈ្មោះត្រូវបាត់បង់អស់ហើយលោកដល់ពេលនេះឲ្យលោកនៅខ្វល់ពីគេឈ្មោះទៀតលោកមិននិយាយពួកគេច្បាស់ជាបង្ខំលោកមិនទាន់ច្រោះលោកនិយាយអញនឹងមានឱកាសបោកក្រោយសុខចិត្តស្រាប់ដើម្បីរស់